បុរីលេងនវត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអធិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបុរីលេងនវត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអធិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមការបញ្ជាក់នៅថ្ងៃទី10ខែមករានេះបុរីលេងនវត្រាបានបន្តសកម្មភាពនៃការសាងសង់និងអធិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូច្នេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ចំណុចទី2គម្រោងដីឡូជ្រែ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់នៅម្លុកស៊ីបំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសូមប្តូរទីតាំងគម្រោងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ផ្ទះប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅម្លុកស៊ីគឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូនរួចក្រុមការងារនឹងគូឡូដែលនៅសល់ម្លុកមួយដើម្បីលើកអតិថិជនម្លុក AA មកទីតាំងនេះដែរចំណុចទី4ម្លុកវីឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយម្លុកនេះគឺនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺនឹងត្រៀមចូលឆាប់នេះចំណុចទី5អធិថិជនបងរំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយោគយល់ដល់ការលំបាករបស់អធិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យលើមើលភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូច្នេះស្នើសុំឲ្យអធិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អធិថិជននៅម្លុកវីឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វាស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងការដំណើរការសាងសង់ឆាប់នេះសម្រាប់ជំហររបស់បុរីគឺចូលលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បុរីលេងនវត្រាមានផ្ទះសាងសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដួលហើយកណនីថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនវត្រាក៏មានជាជំរឿសជជែកជូនពុកម៉ែបងប្អូនចូលលើគោលការណ៍មិនឲ្យខាត់បងនៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនម្លុកវីឡា B533 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនឯងគឺសម្របសម្រួលបានដី2ឡូទំហំ 10x12 ម៉ែត្រក្នុង1ឡូគឺនៅ 6A 1ឡូនិងនៅព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដួលគឺសម្របសម្រួលបានដី4ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូ2សម្រាប់អតិថិជនម្លុក B ប្រភេទផ្ទះ E0 និង E1 អតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្របសម្រួលទទួលបានដី2ឡូទំហំ 4.1x18 ម៉ែត្រនិងដីនៅ 6A